បងប្អូនមកដល់ទៀតហើយលើឆ្នាំជាងរោឆ្នាំពណ៌ពងមាត់ឆ្នាំខាងប្រយ័ត្នទៅផ្ទះបាយហ្នឹងបងឥឡូវគោតែឆ្នាំយើងអត់បោករួចរាល់ហើយទៅឆ្នាំរុញយកមកបានតិចទៀតបាទគោជាងខាងក្រៅបាត់ពីពណ៌ពងមាត់យកមកបងបានមកផ្ទះបាយក្រោយទូបាទឥឡូវចាប់ដើមដាក់ពណ៌ពងមាត់បាទឥឡូវឡើងទៅសូវដាក់កម្រងហើយដល់ជិតហើយបាទជាក្រោយចាប់ដើមពណ៌ពងមាត់យកមកបងបាទយើងឆោតតិចបាទពងមាត់បើវាមិនទៅភ្លឺដូចជាពណ៌សបាទដាក់ពងមាត់យើងទៅប្រឡាក់បាទអរគុណបងប្អូនបានតាមដានវីដេអូខ្ញុំពីដើមដល់ចប់